ពេលកូនឈឺរវាងថ្នាំគ្រាប់និងថ្នាំសេរ៉ូទឹកតើមួយណាល្អជាងនៅពេលដែលកូនឈឺការជ្រើសរើសយកថ្នាំដើម្បីមកព្យាបាលពួកគាត់ដែលត្រឹមត្រូវគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះថានៅពេលដែលយើងផ្ដល់ថ្នាំឲ្យពួកគាត់បានត្រឹមត្រូវនោះប្រសិទ្ធភាពនៅក្នុងការព្យាបាលក៏វាល្អទៅតាមនឹងដែរអញ្ចឹងម៉ាក់តែងតែមានចម្ងល់ហើយមានន័យថាពេលណាទៅដែលយើងត្រូវជ្រើសរើសប្រើថ្នាំគ្រាប់ឬមួយក៏ថ្នាំជាប្រភេទសេរ៉ូឬមួយក៏ជាប្រភេទសលេងអញ្ចឹងទៅហើយតែងតែមានចម្ងល់ក្នុងចិត្តទៀតថាអ៊ុយឃើញពេទ្យខ្លះឲ្យថ្នាំគ្រាប់ឃើញពេទ្យខ្លះឲ្យថ្នាំប្រភេទសេរ៉ូពេទ្យខ្លះឲ្យជាថ្នាំសលអញ្ចឹងសួរថាតើមួយណាវាល្អជាងមួយណាមានប្រសិទ្ធភាពជាងអីអញ្ចឹងណាចាតាមពិតទៅថ្នាំសេរ៉ូគឺជាពពួកដែលគេហៅថាថ្នាំដែលជាប្រភេទរាវអញ្ចឹងវាងាយស្រួលនៅក្នុងការផ្ដល់ឲ្យក្មេងហើយជាទូទៅនៅក្នុងសម្រាប់ទារកវិញគឺមានភាពងាយស្រួលពីព្រោះដោយសារតែវាជាប្រភេទទឹកហើយណាមួយទៀតវានៅក្នុងថ្នាំសេរ៉ូមួយចំនួនគឺតែងតែមានជាតិផ្អែមឡមលាយទៅជាមួយអីអញ្ចឹងណាអញ្ចឹងវាងាយស្រួលនៅក្នុងការផ្ដល់ឲ្យក្មេងលើសពីនឹងទៅទៀតគឺតាក់ទងជាមួយនឹងកម្រិតឬមួយក៏បរិមាណថ្នាំប្រភេទសេរ៉ូបើសួរក្នុងនាមខ្ញុំជាគ្រូពេទ្យកុមារវិញគឺនាងខ្ញុំចូលចិត្តឲ្យថ្នាំសេរ៉ូច្រើនដោយសារតែថ្នាំសេរ៉ូងាយស្រួលនៅក្នុងការបែងចែកកម្រិតនៅក្នុងការប្រើប្រាស់អញ្ចឹងយើងអាចឲ្យតាមកម្រិតដែលយើងចង់បានវាក្រិតក្រមបានល្អជាជាងយើងយកថ្នាំគ្រាប់ហើយយកមកពុះអញ្ចឹងយើងអត់ដឹងថាបរិមាណដែលយើងពុះហ្នឹងវាត្រឹមត្រូវទៅតាមកម្រិតមួយណាដែលមួយឬក៏អត់អញ្ចឹងណាអញ្ចឹងនៅពេលដែលយើងឲ្យថ្នាំសេរ៉ូទៅវាត្រូវទៅតាមអាយុវាត្រូវទៅតាមគីឡូក៏ប៉ុន្តែងាកមករកថ្នាំគ្រាប់វិញក៏មិនបានន័យថាគ្រប់ថ្នាំគ្រាប់គឺសុទ្ធតែមានគុណវិបត្តិទេអញ្ចឹងសម្រាប់ថ្នាំគ្រាប់គឺអាចផ្ដល់ទៅលើកុមារដែលគាត់បានន័យថាមានវ័យណាដែលសមល្មមដែលគាត់អាចចេះលេបដោយមិនស្លាក់ដែលគាត់អាចទៅពៀបានដោយមិនមានផលប៉ះពាល់អញ្ចឹងណាចាអញ្ចឹងគឺថ្នាំគ្រាប់វាមានអត្ថប្រយោជន៍បែបហ្នឹងដែរដោយថានៅក្នុងថ្នាំគ្រាប់ហ្នឹងភាគច្រើនគឺកម្រិតនៃថ្នាំហ្មងដែលគេហៅថា strain របស់ថ្នាំហ្នឹងអញ្ចឹងឧទាហរណ៍ថាថ្នាំវាមានលេខ500លេខ1000អីអញ្ចឹងទៅអញ្ចឹងកម្រិតវារៀងខ្ពស់ដែលធ្វើឲ្យពួកគាត់ងាយស្រួលនៅក្នុងការលេបនៅក្នុងបរិមាណតិចអញ្ចឹងឧទាហរណ៍ថាបើសិនបើកូនហ្នឹងគឺជាក្មេងធំអីហើយយើងឲ្យសេរ៉ូគាត់អញ្ចឹងជួនណាគីឡូរបស់គាត់ហ្នឹងបើគិតជាសេរ៉ូវិញអាចថា20 ml 5-10 ml អីអញ្ចឹងទៅអញ្ចឹងវារៀងច្រើនដែរបើអាយុគាត់ច្រើនគីឡូគាត់ខ្ពស់អញ្ចឹងណាប៉ុន្តែបើយើងដូរមកជាថ្នាំគ្រាប់វិញគឺយើងឲ្យត្រឹមតែ1គ្រាប់ទេអញ្ចឹងអានេះក៏ជាគុណសម្បត្តិរបស់ថ្នាំគ្រាប់ដូចគ្នាអញ្ចឹងមិនថាជាថ្នាំសេរ៉ូមិនថាជាថ្នាំគ្រាប់ឬមួយក៏ពេលខ្លះទៀតបើក្នុងករណីថ្នាំសល់វិញណាដូចថាក្មេងគាត់ពិបាកនៅក្នុងការលេបអីអញ្ចឹងទៅទារកទូចអីអញ្ចឹងយើងអាចប្រើជាថ្នាំបញ្ចុះកម្ដៅបែបសល់អីអញ្ចឹងទៅអញ្ចឹងមិនថាជាថ្នាំគ្រាប់ថ្នាំសល់ឬមួយក៏ថ្នាំសេរ៉ូឯងមួយណាក៏ដោយគឺមានគុណវិបត្តិនិងគុណសម្បត្តិដូចគ្នាអាស្រ័យទៅលើការសម្រេចចិត្តរបស់ជាក់ស្ដែងទៅតាមប្រភេទជំងឺទៅតាមក្រុមគ្រូពេទ្យអញ្ចឹងណាដែលគាត់សម្រេចចិត្តតែយ៉ាងណាលោកប៉ាអ្នកម៉ាក់ក៏ត្រូវតែដឹងដែរថាថ្នាំទាំងអស់គឺសុទ្ធតែជាអាវុធមុខពីរអញ្ចឹងទន្ទឹមនឹងការដែលយើងផ្ដល់ថ្នាំឲ្យកូននឹងគឺត្រូវតែស្របទៅតាមវិជ្ជាបញ្ជារបស់គ្រូពេទ្យប្រសិនបើគ្រូពេទ្យចេញជាថ្នាំមិនថាថ្នាំទឹកថ្នាំគ្រាប់ឬមួយក៏ថ្នាំសលេគឺត្រូវគោរពតាមវិជ្ជាបញ្ជាអញ្ចឹងប្រសិនបើយើងផ្ដល់ថ្នាំដែលត្រឹមត្រូវទៅតាមវ័យទៅតាមអាយុទៅតាមកម្រិតឬមួយក៏ពេលវេលាត្រឹមត្រូវគឺអាចជួយកូនយើងឲ្យបានជាសះស្បើយពីជំងឺក៏ប៉ុន្តែប្រសិនបើយើងចេះតែប្រើប្រាស់ថ្នាំដោយមិនបានជួបពីគ្រោះជាមួយនឹងគ្រូពេទ្យជំនាញត្រឹមត្រូវណាយើងចេះតែទៅទិញឬគេថាឬមួយក៏អីចឹងទៅយើងទៅទិញយកមកផ្ដល់ឲ្យកូនញ៉ាំដោយខ្លួនឯងដោយគ្មានវិជ្ជាបញ្ជាឬមួយក៏ការណែនាំត្រឹមត្រូវមិនថាជាថ្នាំទឹកទេមិនថាជាថ្នាំសេរ៉ូទេមិនថាជាថ្នាំសលទេគឺសុទ្ធតែផ្ដល់ផលប៉ះពាល់ទៅដល់កូនតូចយើងអញ្ចឹងលោកប៉ាអ្នកម៉ាក់សង្ឃឹមថាបន្ទាប់ពីទស្សនាវីដេអូនេះហើយនឹងបានយល់ដឹងអំពីថាតើជំរើសនៅក្នុងការប្រើថ្នាំទឹកប្រើថ្នាំគ្រាប់ឬមួយក៏ថ្នាំសលអញ្ចឹងថាតើវាមានការខុសគ្នាបែបណាហើយជាទូទៅយើងគួរតែជ្រើសរើសការប្រើប្រាស់បែបណាតែមែនតើដោយអ្នកគ្រូបានប្រាប់មុននឹងអញ្ចឹងជំរើសមិនគួរជារបស់យើងទេជំរើសគួរតែជារបស់គ្រូពេទ្យពីព្រោះថាពួកគាត់ដឹងថាជំងឺប្រភេទណាត្រូវប្រើថ្នាំប្រភេទណាហើយមួយទៀតក៏វាអាស្រ័យទៅលើទីផ្សារដែរពេលខ្លះថ្នាំប្រភេទហ្នឹងវាអត់មានផលិតជាប្រភេទសេរ៉ូអញ្ចឹងពេលខ្លះគាត់ត្រូវតែចាំបាច់ឲ្យជាប្រភេទគ្រាប់អញ្ចឹងណាអញ្ចឹងថ្នាំខ្លះវាអត់មានប្រភេទគ្រាប់ទេវាត្រូវតែមានប្រភេទសេរ៉ូអញ្ចឹងគឺអាស្រ័យទៅលើក្រុមគ្រូពេទ្យអញ្ចឹងលោកប៉ាអ្នកម៉ាក់ទាំងអស់បន្ទាប់ពីតាមដានវីដេអូនេះហើយអ្នកគ្រូជឿជាក់ថានឹងបានទទួលដឹងនៅចំណេះដឹងថ្មីហើយចាំជួបជាមួយនឹងអ្នកគ្រូម្ដងទៀតនៅវីដេអូក្រោយ